Hello សួស្តីអ្នកនរនេះបាទយើងវិលត្រឡប់ជួយគ្នាបន្តទៅជាមួយនៅរឿងគំនុំទេវតាថាសូនៅពី392បន្តទៀតនៅក្នុង Channel ថ្មីមួយនេះបាទនៅរាត្រីមួយនោះយើងឃើញថាជាឧស្សាហ៍នឹងកំពុងតែដេកយល់សពអោបខ្នើយបាទដោយគិតថាគឺជាសៀវខូចចឹងបាទគណៈពេលនាងក៏បានចូលមកដល់ក្នុងបន្ទប់លំមក៏បានឃើញនៅរូបគំនូរជាច្រើនដែលជារូបរបស់នាងសង្ស័យថាបែកសៀវឧស្សាហ៍នឹងជាអ្នកគូធ្វើនាងខឹងសម្បាខ្លាំងមែនទែនអបិសិសានក៏ចាប់ផ្ដើមងើបឡើងមកមីមើរត់ទៅអោបនាងដឹងថាជានាងទៀតបាទតែមានណាក៏ស៊ីមួយកំភ្លៀងចំកដាលពលភ្លាមគឺចាប់ផ្ដើមគិតទៀតថាក្រែងវាសបិនទេតើចុះហេតុអ្វីក៏ដូចជាការពិតអញ្ចឹងខ្ញុំកំពុងតែសបិនទៅក៏ការពិតទៅនេះក៏និយាយភ្លាមថានេះគឺជាការពិតមិនមែនសបិននោះទេហើយនេះក៏បានបញ្ជាក់ប្រាប់ទៀតថាសំណាក់របស់ឋានយ៉ានពេលនេះត្រូវបានបំផ្លាញអស់ទៅហើយបញ្ញាប់ទៅមើលទៅឬបែបនេះឲ្យធ្វើវាភាពអស់ខ្លាំងមែនទែនក៏បានរត់ចេញទាំងតែហេតុទៅហប់របស់នេះមានចាំនៅពី391ដែរឬក៏អត់ពេលនោះគឺឋានចានត្រូវមនុស្សមកពីគ្រួសារស៊ីហ៊ូវាបហាដាក់ឡើងខ្ទេចសំណាក់តែម្ដងតែចុងក្រោយក៏ត្រូវឋានចាននឹងដេញរត់បោះជើងចូលទៅក្នុងព្រៃតែលេចចេញនៅមេតបម្នាក់ក៏បានចូលមកជួយពួកវាស៊ីសាពិតជាខឹងសម្បាននឹងអ្នកដែលបានបំផ្លាញសំណាក់របស់ឋានចានខ្លាំងមែនទែនវាគិតថាឋានចានស្លាប់បាត់បង់ជីវិតទៅហើយអញ្ចឹងវាចង់ទៅសងសឹកតែស៊ីខុយក៏រៀបរៀងកុំឲ្យធ្វើអ្វីប្រដេបដាអីសោះស៊ីវសាគិតថានេះគឺជាស្នាដៃនៃគ្រូសាស៊ីម៉ាបាទព្រះជាម្នាក់ទៀតក៏ប្រាប់ទៀតថាឯងចិត្តតិចសិនទៅសិនជាគ្រូសាស៊ីម៉ាជាអ្នកធ្វើមែនចាឯងអាចធ្វើអ្វីពួកគេបានគឺគាត់ចង់ទៅសងសឹកនឹងឯងគឺទៅសងសឹកជាមួយនឹងមេតបធានទ័រនឹងតែម្ដងមេតបធានទ័រដូចជាងាប់ហើយអធិស្ស្រ័យបាទថាគ្រូសាស៊ីម៉ានឹងមកសងសឹកឲ្យមេតបធានទ័រតែស៊ីខុយនៅតែរៀបរៀងគិតថាវាល្ងងលើខ្លាំងណាស់ដូចជាមិនប្រាខួរទៅសបានត្រឹមតែសម្ដែងនៅអារម្មណ៍ក្រៀមក្រំដែលវាមិនអាចជួយមេរបស់វាបានបាទជាងទៅក៏ស៊ីខុយនឹងក៏បានចូលមកលួងលោមពេលនោះយើងឃើញថាឋានចឹងកំពុងតែប្រឈមមុខជាមួយនឹងមេតបជើងខ្លាំងម្នាក់នោះដែលចង់ផ្លេចឈ្មោះទៀតហើយជាស្រ័យផងបាទអញ្ចឹងគិតថាមេតបនោះគឺជាមេតបអបប្រយោជន៍បាទមកជួយអាពីក្បាលនេះតែអាពីក្បាលនោះបែរជាគិតថាអ្វីក៏ឯងហ៊ានមើលស្រាលមេតបលូដែលនៅទីនេះផងមើលទៅឯថ្ងៃនេះគ្មានជំពូចាក់ចាំពីទីនេះនោះទេអញ្ចឹងក៏បានគំរាមទៅកាន់វាទីថាគ្រាន់តែជាមនុស្សក្រមកប់នៃគ្រូសាស៊ីម៉ាតែប៉ុណ្ណោះវាក៏បានទៅវិញទីថាឯបានសម្លាប់នៅមនុស្សនៃគ្រូសាស៊ីម៉ាថាទៅបានសម្លាប់នៅបងប្រុសបងប្រុសរបស់ខ្ញុំថ្ងៃនេះដែរយើងនឹងបញ្ជូនឯងទៅជាមួយនឹងវាតែម្ដងតែឯងទៅជាជំរាបពីអ្នកទីនឹងក៏បានលើកទឹកចិត្តសង្ឃឹមថាមេតបលូអាចកម្ចាត់វាចោលបានហើយថាលីក៏បានដែរ LU បាទពេលខ្លះ U នឹងគេអានថា E ហើយមេតបលីក៏បានដេញឲ្យអាពីក្បាលនោះចាក់ចេញទៅក៏មកញ៉ៃញ៉ៃផ្លូវរបស់គាត់ហើយគាត់ក៏បានបញ្ចេញនៅដាវមួយជាមួយធម្មពលយ៉ាងខ្លាំងក្លាចំពោះទៅរកឋានចានក្នុងពេលនោះឋានចានដកនៅដាវបញ្ចេញនៅដាវចំនួន10ដើមផ្សេងទៀតចំពោះទៅរកវាក្នុងល្បឿនយ៉ាងលឿនធម្មពលផ្ទុះយ៉ាងសាយភាដាវរបស់ឋានចានក៏បានត្រឡប់មកវិញមេតបលីមានការផ្ញើខ្លាំងមែនទែនពីជាចាំបារាមដែលគេនិយាយគឺជាការពិតទាំងអស់ចៅឯងពិតជាតបតោជាមួយនឹងនីឡុងដែលប្រើប្រាស់នៅដាវទាំងអស់នេះថ្ងៃនេះដែរវានឹងចូលដាវរបស់ឋានចានដល់សម្លេះឋានចានចោលទាំងអស់នោះនឹងក្លាយទៅជារបស់យើងតែឋានចានបើកដៃឲ្យវាចូលមកយកគ្រប់ពេលនឹងឯងបញ្ជានៅដាវទាំងអស់ដោតជាប់លើដីក្បួននៃដាវអាទិត្យក៏បានបង្កើតឡើងឃុំឃាំងវាជាប់នៅទីនោះវាព្យាបាលខ្លាំងមែនទេក៏ប៉ុន្តែវាចង់ដឹងពីរសជាតិក្បួនដាវរបស់ឋានចាននឹងគឺខ្លាំងប៉ុណ្ណាបាទឋានចាននឹងបង្ហាញវាឲ្យឃើញឬភ្នែកបន្តិចទៀតនេះក៏បានលើកនៅដាវអាទិត្យម្ដងមកពលយ៉ាងខ្លាំងក្លាឆ្ពោះទៅរកវាក៏បានក៏រវីនៅដាវបុកខ្លួនបន្តិចបង្កើតទៅជាព្យុះភ្លើងឋានចានក៏បានប្រើនៅបាតដៃនៃធាតុទាំង5តែវាគិតថាស្និតក៏ពេលកពុកតែប៉ុណ្ណោះមិនស្មានថាអាចសម្លាប់នៅមេតបធានទៅបាននោះទេទាំងដែលឯងទៅតែស្នៅក្នុងដែនដីទីប្រាំទៅរនកម្មកម្រិតទី4តែប៉ុណ្ណោះមិនមែនជាដៃគូរបស់ជើងនោះទេវាក៏បានលើកដើមម្ដងទៀតជាមួយនឹងព្យុះចំនួន4ដល់ពេលដែលដៃនៃធាតុទាំង5របស់ឋានចានក៏បានឆ្ពោះមកហើយក៏បានកាប់មួយទំហឹងទាំងពីរក៏បានរលាយភ្លាមនាមមកក្បាលផ្សេងទៀតក៏ផុសចេញពីដៃរបស់វាឆ្ពោះទៅរកឋានចានគាត់ក្តាប់ដៃគ្រវាសនៅដៃកញ្ឆ្វេងនេះគឺជាកណ្ដាប់ដៃអតិទេពបំផ្លាញនៃធាតុទាំង5កំតិចនៅព្រលឹងនេះនោះចោលភ្លាមវាក៏បានហោះចូលដល់ផ្ទាល់តែឯងមានសមត្ថភាពតែប៉ុណ្្នឹងទេអីយើងនឹងស្វែងរកនៅបងប្រុសរបស់យើងឲ្យឯងទៅសុំទោសវាដោយផ្ទាល់តែអញ្ចឹងញញឹមបន្តិចចាប់ផ្ដើមលើកដើមបង្កើតទៅជាខែលដើម្បីទប់ទល់វាលើកដើមដើម្បីកាប់ប្រហារតែក៏ត្រូវទៀតដោយស្នាដៃរបស់ឋានចានវិញផ្លែដាត់ពីក៏បានប៉ះគ្នានៅលើអាកាសឬឈុងឆាំងឋានចានក៏ទៀតទៅក្រោយបន្តិចឋានចាននិយាយថាឯងគ្រាន់តែដែនដីទេវតាទៅរនកម្មកម្រិតទី6តែប៉ុណ្ណោះអាចចាត់ទុកថាគ្រាន់បើជាងមេតបធានទៅបន្តិចតែប៉ុណ្ណោះគ្មានអ្វីអស្ចារ្យក្នុងកាយភ្នែករបស់ឋានចាននោះទេវាគិតថាឋានចាននៅតែសម្ដីធ្លោះទៀតចិត្តងាប់ហើយនោះផ្លែដាត់ពីក៏បានឆ្ពោះទៅមុខប៉ះគ្នាសាជាថ្មីថ្ងៃនេះវាបដិញ្ញាថាត្រូវតែយកជីវិតឋានចានឲ្យបានតែ
តែពេលនោះក៏លឺសំឡេងដាវនៅក្នុងដៃរបស់ឋានច័ន្ទបានភ្ញាក់ឡើងវិញហើយម៉ែវាយឡើងប្រមាណភាគទៅហើយដាវនោះមិនទាន់ឡើងវិញនោះទេតែភ្ញាក់ចំពេលល្អខ្លាំងមែនទែនអញ្ចឹងពេលនេះឋានច័ន្ទគិតថាមានការល្អមួយទៀតហើយក្នុងការចាត់ការមេតបលេក្បាលបញ្ជានៅដាវនោះទៅសារជាថ្មីតែវានៅតែសម្ដេចធ្លោតែឯងអាចធ្វើឲ្យយើងបានទៅវាក៏បានក្រួយដាវមួយឆាច់ខ្ជូរយ៉ាងខ្លាំងឆ្ពោះទៅរកគាត់ធម្មពលយ៉ាងខ្លាំងក្លាមួយទៀតក៏បានបាញ់ឡើងទៅលើអាកាសបំផ្លាញនៅព្យុះនោះចោលភ្លាមធ្វើវាភ្ញាក់ឲ្យខ្លាំងមែនទែនក៏លឺសំឡេងនៃដាវតែទៅភ្ញាក់ឡើងថ្មីខ្ញុំភ្លេចឈ្មោះនៃដាវនេះទៅហើយបាទហើយដាវនេះគឺជាដាវដែលមានធម្មពលខ្លាំងក្លាជាងគេក្នុងចំណោមដាវទាំង12ដាវរបស់ឋានច័ន្ទអញ្ចឹងឋានច័ន្ទទទួលបានដូចជាដាវដល់ទៅ12ដាវបាទពីមុនគឺគាត់អាចប្រើប្រាស់នៅព្រលឹងដាវបានត្រឹមតែ11ដាវតែប៉ុណ្ណោះក្នុងនេះគេប្រាប់ថាឈ្មោះថាកាងគូបានថាទៅបានគោរពទៅកាន់ឋានច័ន្ទដែលជាម្ចាស់ធ្វើឲ្យមេតបលីភ្ញាក់ឲ្យខ្លាំងមែនទែននេះគឺជាព្រលឹងដាវទេតើធ្វើវាត្រេកអរជាខ្លាំងធ្វើឲ្យវានឹងរត់ទៅចង់បាននៅដាវនេះថែមទៀតអញ្ចឹងវាបញ្ញាប់សម្រាប់ឋានច័ន្ទឲ្យលឿនបំផុតឋានច័ន្ទក៏បានប្រើប្រាស់នៅក្បួនដាវទាំង9សម្រាប់អតិទេវាគិតថាក្បួនដាវនេះគឺខ្លាំងក្លាមែនទែនតែมันអាចយកឈ្នះនៅកម្លាំងនៃធម្មពលដែលចរន្តកម្មកម្រិតទី6របស់វាបាននោះទេតែនោះក៏ចាប់ផ្ដើមវាបហាហោះឆ្វែលជុំវិញទីនោះវិទូក្រោយមកក៏បានទម្លុះនៅរាងកាយរបស់វាឲ្យរបួសច្រើនធ្ងន់ធ្ងរទៅពេលដែលខ្លួនប្រាណដេកលើដីវាក៏និយាយថាវាមិនអាចទៅរួចនោះទេតែអ្វីក៏យើងអាចចែកឯងបានបែបនេះឋានច័ន្ទតើឯងគឺជាអ្នកណាឲ្យពិតប្រាកដទៅឋានច័ន្ទក៏បានចុះមកដល់ធ្វើទៅរកវាដោយបញ្ជាក់ប្រាប់ទៀតថាមនុស្សចិត្តងាប់ហើយមិនចាំបាច់ដឹងរឿងច្រើនពេកនោះទេគឺក៏អស់ជំរឿស្រ័យសុំអវកុំឲ្យឋានច័ន្ទសម្លាប់វាឲ្យសោះបើមិនដូច្នេះទេមេតបរបស់វានឹងមិនលើកលែងឲ្យឋានច័ន្ទនោះទេដោយសារតែមេតបរបស់វាគឺមាននៅកងទ័ពស៊ីម៉ាយ៉ាងច្រើនទៀតដែលអាចប្រឆាំងជាមួយនឹងឋានច័ន្ទបានតែឋានច័ន្ទមិនខ្វល់នោះទេគាត់ក៏បានលើកដាវសម្លាប់វារំលាយរាងកាយដល់ភ្លាមហើយក៏បានដកនៅក្បួនដាវនោះត្រឡប់មកវិញហើយបានចំណែកពីអ្នកដែលនៅខាងក្រៅព្រៃនោះវាគិតថាឋានច័ន្ទស្លាប់ក្រំដៃមេតបលីបាត់ទៅហើយទៅក្បួនដាវរបស់វានឹងរលាយបែបនេះគិតថាបានសងសឹកឲ្យប្អូនប្រុសទៅពីរបស់វាបានហើយពេលនោះមានណាបើជាឃើញថាឋានច័ន្ទនៅមានជីវិតនៅឡើយវាក៏ចាប់ផ្ដើមផិតភ័យស្រែកសង្វរឋានច័ន្ទកុំឲ្យសម្លាប់វាអីឋានច័ន្ទក៏សួរតើអ្នកណាជាអ្នកបញ្ជាឯងឲ្យមកធ្វើបាបស៊ីខួយពេលដែលវាត្រូវសណ្ដំនោះក៏វាប្រាប់ថាវាមិនដឹងថាជាអ្នកណានោះទេវាគ្រាន់តែដឹងថាបងប្រុសទី2និងបងប្រុសទី3របស់វាបានស្លាប់ហើយនោះសំណាក់សៀវហ៊ូរបស់វាបានរងចាំពួកវានឹងត្រឡប់មកវិញដើម្បីមកសងសឹកជាមួយនឹងឋានច័ន្ទតែប៉ុណ្ណោះនោះទេឋានច័ន្ទនៅតែមិនទាន់ដឹងច្បាស់ថាជានរណាបន្ទាប់មកក៏ឋានច័ន្ទបានប្រើប្រាស់នៅភ្លើងទេវតាហុងម៉ងនោះដើម្បីរំលាយនៅរាងកាយរបស់វាចោលតែម្ដងទៅឋានច័ន្ទអាចជាទៅចាត់ការនៅមនុស្សនៅក្នុងសំណាក់ស៊ីម៉ាហើយកំឡុងពេលនេះអាចជាស៊ីឧសានឹងកំពុងតែរងចាំគាត់នៅក្នុងសំណាក់ហើយឋានច័ន្ទក៏បានចាក់ចែងទៅកន្លែងមួយដើម្បីបន្តហ្វឹកហាត់ទៀតមិនទាន់ឲ្យពួកគេរកគាត់ឃើញនៅលើនោះទេខ្លាចតែធ្វើឲ្យពួកគេមានគ្រោះថ្នាក់ចឹងក៏បានអញ្ចឹងពេលនេះស៊ីឧសាគឺនៅក្នុងសំណាក់របស់អង្គជំនុំបាទហើយអ្នកគ្រប់គ្រងចាំងដល់ឡើយនោះទេខណៈពេលនោះពួកគេក៏បានសម្ដែងនៅទឹកមុខក្រៀមក្រំដែលមិនទាន់ទទួលបាននៅព័ត៌មានរបស់ឋានច័ន្ទដល់ឡើយមិនទាន់ដឹងថាស្លាប់ឬរស់នោះទេតែទោះជាណាក៏ដោយក៏ប្រជាចាំងបាទគាត់ដាច់ខាតត្រូវតែស្វែងរកឋានច័ន្ទឲ្យឃើញបើជាស្លាប់ក៏ត្រូវរកឃើញសាកសពដែរបាទឲ្យពួកគេនឹងរកទៅថ្ងៃទាំងជុំស៊ីឧសាជាមួយនឹងស៊ីខុយមានការព្រួយបារម្ភខ្លាំងមែនទែនស៊ីឧសាក៏នឹងចិត្តថាមេរបស់ខ្ញុំគឺជាមនុស្សដែលមានទេពកោសល្យជាងគេគាត់មិនអាចស្លាប់បាននោះទេហើយថ្ងៃនោះគឺគាត់ធ្លាប់សន្យាមួយខ្ញុំថាគាត់នឹងនាំខ្ញុំចាក់ចែងពីទឹកដីរបស់បងចៅមួយនេះដូច្នេះគាត់មិនអាចស្លាប់នោះឡើយជាងទៅក៏បងប្រុសអ្នកគ្រប់គ្រងចាននឹងប្រាប់ទៀតថាមិនអីនោះទេចាំឲ្យបងទៅស្វែងរកថាអ្នកណាជាអ្នកបង្កបញ្ហានោះហើយគាត់នឹងបញ្ជូនមនុស្សបន្ថែមទៀតស្វែងរកនៃដានបាទឋានច័ន្ទតទៅឃើញស្វែងរកពេញទីក្រុងនឹងតែម្ដងមិនថាត្រូវជីកកាយដីនោះទេហើយក៏បានចាក់ចេញក្នុងពេលនោះសិសានៅតែមានការព្រួយបារម្ភឋានច័ន្ទកំពុងតែហ្វឹកហាត់នៅក្នុងប្រាសាទរបស់ខ្លួននៅឡើយគាត់គិតថាវគ្គក្រោយអាចជួបជើងខ្លាំងផ្សេងទៀតដូច្នេះហើយទើបគាត់ព្យាយាមពង្រឹងបង្កើននៅកម្លាំងរបស់ខ្លួនឲ្យកាន់តែខ្ពស់ជាងនេះជាងគាត់មិនទៅរំខានពួកគេទាំងអស់គ្នានោះទេអាចជាធ្វើពួកគេនឹងមានការព្រួយបារម្ភមួយរយៈសិនទៅសេរីនៅភាគទី392គឺស្លាយតែប៉ុណ្ណឹងពីភាគទៀតបាទខ្ញុំនឹងធ្វើនៅថ្ងៃស្អែកបាទថ្ងៃនេះគឺបានតែមួយភាគទេអធិស្ឋានផងសម្រាប់អ្នកដែលនឹកសិននៅក្នុងគោរពគឺអាចមើលឃើញនៅភាគនេះ